សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះផងដែរគឺខ្ញុំបរៀនអំពីរបៀបមើលទឹកថ្នាំប្រភេទឌីណាមិកមួយណាដែលវាល្អហើយនឹងមួយណាដែលមិនល្អបងប្អូនទឹកថ្នាំនៅមុខខ្ញុំនេះផងដែរគឺមានចំនួន3ដបបងប្អូនមានកម្មុកសកម្មុកខៀវហើយនិងកម្មុកក្រហមបងប្អូនហ្នឹងហើយក្នុងចំណោមទឹកថ្នាំទាំងអស់ហ្នឹងគឺវាមានคล้ายៗមួយដបអញ្ចឹងណាបងប្អូនឥឡូវនេះគឺរបៀបមើលទឹកថ្នាំคล้ายៗហ្នឹងបងប្អូនគឺសម្រាប់ការមើលគឺយើងមើលតែសម្បកនេះក៏វាដឹងដែរបងប្អូននេះយើងមើលតាlabel បិទវាហ្នឹងគាត់ដឹងដែរបងប្អូនវាធ្វើមកដូចគ្នាអញ្ចឹងណាបងប្អូននេះសម្រាប់ label បិទហ្នឹងបងប្អូនហើយកម្មោបវាហ្នឹងក៏ដូចគ្នាដែរបងប្អូនសម្រាប់កម្មោបវាហ្នឹងក៏ដូចគ្នាដែរយើងមើលគឺយើងមើលដឹងទេហ្នឹងហើយបងប្អូនឥឡូវសម្រាប់ការមើលហ្នឹងផងដែរគឺយើងមើលគូតវាអញ្ចឹងបងប្អូនហ្នឹងហើយឥឡូវនេះទឹកថ្នាំមួយដបនេះគឺគូតបែបនេះបងប្អូនហ្នឹងហើយឥឡូវនេះយើងមើលមួយដបទៀតទឹកថ្នាំគឺវាមានគូតខុសគ្នាបងប្អូនហ្នឹងហើយមើលចាក់ស្ដែងហ្នឹងបងប្អូនហ្នឹងហើយសម្រាប់យើងកុំឲ្យចាញ់បោកគេហ្នឹងបងប្អូនមើលវីដេអូនេះយល់បងប្អូនហ្នឹងហើយបងប្អូនគូតក្រហមកម្មុកក្រហមគឺគូតវាសយ៉ាងបងប្អូនហ្នឹងហើយបងប្អូនសម្រាប់ជាងសាក់ផងដែរគឺយើងមើលទឹកថ្នាំខ្លួនឯងទៅដឹងបងប្អូនហ្នឹងហើយយក10ទឹកថ្នាំមកមើលទៅដឹងបងប្អូនបងប្អូនគូតសវងសនេះបងប្អូននេះកន្លែងចំណុចនេះចឹងនឹងវងសបែបហ្នឹងគឺវងសបែបហ្នឹងគឺទឹកថ្នាំល្អបងប្អូនហ្នឹងហើយអត់អីទេអត់មានបញ្ហាទេបងប្អូនហ្នឹងហើយប្រភេទសបែបហ្នឹងអូខេអាកម្មុកខៀវនេះក៏វាសដែរបងប្អូននេះគូតវាសបែបហ្នឹងបងប្អូនហ្នឹងហើយអានេះក៏អត់អីទេបងប្អូនកម្មុកសកម្មុកក្រហមកម្មុកខៀវក៏ដែរបងប្អូនឲ្យតែគូតសអញ្ចឹងគឺអត់អីទេបងប្អូននេះឥឡូវបងប្អូនមើលអានេះវិញបងប្អូនឃើញបងប្អូនគូតវាធម្មតាខ្មៅធម្មតាគឺវាអត់សទេបងប្អូនឃើញអានេះគូតវាខ្មៅធម្មតាអាហ្នឹងគឺវាคล้ายបងប្អូនពេលដែលយើងសាក់នៅលើសាច់មនុស្សទៅគឺវាធ្វើឲ្យបែកទឹកថ្នាំបងប្អូនគ្រាន់តែយើងចាក់ចូលទៅគឺទឹកថ្នាំបែកជុំវិញធ្នេរហើយបងប្អូនតាមធ្នេរហ្នឹងគឺបែកទឹកថ្នាំយកតែម្ដងបងប្អូនហ្នឹងហើយអញ្ចឹងទៅជៀសវាងបងប្អូនទិញកម្អយចាញ់បោកគេឬក៏កម្អយប៉ះទឹកថ្នាំคล้ายចាក់ឲ្យធ្វើឲ្យខូចសាច់ភ្ញៀវបងប្អូនមុននឹងទិញហ្នឹងបងប្អូនឲ្យគាត់ថតមើលអាគូតដបហ្នឹងបងប្អូនហ្នឹងហើយឲ្យអ្នកលក់ហ្នឹងគាត់ថតមើលគូតដបបងប្អូនហ្នឹងហើយថតមើលឲ្យផ្ញើបងប្អូនមើលតើវាទឹកថ្នាំសុទ្ធអត់អីអត់គូតវាមិនវិញហ្នឹងហើយបើសិនជាគូតពណ៌ខ្មៅធម្មតាចេះកុំចូលបងប្អូនហ្នឹងហើយទឹកថ្នាំនឹងคล้ายទេបងប្អូនវាអត់សុទ្ធទេហ្នឹងហើយវាចាក់ទៅធ្វើឲ្យបែកទឹកថ្នាំបងប្អូនហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានខ្ញុំទាំងអស់គ្នាបងប្អូនហ្នឹងហើយជួយចុច Subscribe អ្នកមួយបងប្អូនហ្នឹងហើយខ្ញុំនឹងចែកម្លែកវីដេអូថ្មីចំណេះដឹងថ្មីតាក់ទងនឹងវិស័យសាក់ឲ្យបងប្អូនបានដឹងទាំងអស់គ្នាហ្នឹងហើយបាយបងប្អូនអរគ្នាហ្នឹងហើយ